អ៊ីរ៉ង់ប្រកាសសងសឹកវិញតែអាវុធទំនើបបំផុតក្រោយទទួលស្គាល់ការស្លាប់មេដឹកនាំកំពូលនិងមេតបកំពូល2នាក់ទៀតរបស់ខ្លួនអ៊ីរ៉ង់ប្រកាសសងសឹកវិញដោយអាវុធទំនើបបំផុតក្រោយទទួលស្គាល់ការស្លាប់មេដឹកនាំកំពូលនិងមេតបកំពូល2នាក់ទៀតរបស់ខ្លួនយោងតាមភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ FNU នៅថ្ងៃអាទិត្យទី1ខែមីនាឆ្នាំ2026បានរាយការណ៍ថារដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសកាន់ទុកទូទាំងប្រទេសរយៈពេល40ថ្ងៃដើម្បីបង្ហាញពីទុកក្រៀមក្រំនៃការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់លោកអាយ៉ាតូឡាអាលីខាម៉ានីនេះបើតាមការចេញផ្សាយដោយសារព័ត៌មានអាចាសារ៉ាតាម FNU រដ្ឋាភិបាលអ៊ីរ៉ង់ក៏បានប្រកាសពីការឈប់សម្រាកថ្នាក់ជាតិរយៈពេល7ថ្ងៃផងដែរប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសកាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026ថាមេដឹកនាំកំពូលអ៊ីរ៉ង់លោកអាយ៉ាតូឡាអាលីខាម៉ានីត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរួមគ្នាធ្វើឡើងដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលរហូតដល់ថ្ងៃអាទិត្យនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ជាច្រើនរួមមាន IRIB, Tasnim និង FNU គឺបានទទួលស្គាល់ថាមេដឹកនាំកំពូលអ៊ីរ៉ង់លោកអាយ៉ាតូឡាអាលីខាម៉ានីពិតជាបានត្រូវសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយគ្នាដែរអ៊ីរ៉ង់និយាយថាខ្លួននៅបង្ហាញអាវុធឆាប់ៗនេះដែលអ្នកមិនធ្លាប់ឃើញពីមុនមកអ៊ីរ៉ង់ផ្ដាំទៅលោកត្រាំថាយើងបានបំពាក់ដោយអាវុធសមត្ថភាពទំនើបបំផុតដើម្បីប្រយុទ្ធតទល់នឹងអ្នកបើទោះបីជាសង្គ្រាមនេះអស់បន្លាយរាប់សិបឆ្នាំក៏អ៊ីរ៉ង់មិនខ្វះអាវុធទប់ទល់ដែរឆ្លើយតបទៅនឹងការប្រមានពីអ៊ីរ៉ង់ខាងលើរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Peter Hegseth បានប្រកាសថាកងទ័ពជើងទឹកអ៊ីរ៉ង់នឹងត្រូវបំផ្លាញចោលដោយបន្ថែមថាកងកម្លាំងយោធារបស់ប្រទេសអាមេរិកត្រូវបានបញ្ចេញយ៉ាងពេញលេញដើម្បីសម្រេចគោលបំណងដែលកំណត់ដោយប្រធានាធិបតី Donald Trump នៅក្នុងការបង្ហោះមួយនៅលើ X លោក Hegseth បាននិយាយថាទីក្រុង Washington DC នឹងមិនអត់ឱនចំពោះមីស៊ីលដ៏មានឥទ្ធិពលដែលកំណត់គោលដៅលើជនជាតិអាមេរិកទេបន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារតបវិញក្រោយពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលោកបានមានប្រសាសន៍ថាមីស៊ីលទាំងនោះនឹងត្រូវបំផ្លាញចោលរួមជាមួយនឹងទីកន្លែងផលិតនិងផ្ទុះមីស៊ីលរបស់អ៊ីរ៉ង់កងទ័ពជើងទឹកអ៊ីរ៉ង់នឹងត្រូវបំផ្លាញចោលលោក Hegseth បានបន្ថែមថាដោយដែលប្រធានាធិបតី Trump បាននិយាយពេញមួយជីវិតរបស់លោកអ៊ីរ៉ង់នឹងមិនដែលមានអាវុធនុយក្លេអ៊ែរឡើយសហរដ្ឋអាមេរិកមិនបានចាប់ផ្ដើមចំនួននេះទេប៉ុន្តែយើងនឹងបញ្ចប់វាប្រសិនបើអ្នកសម្លាប់ឬគំរាមកំហែងជនជាតិអាមេរិកនៅគ្រប់ទីកន្លែងក្នុងពិភពលោកដោយដែលអ៊ីរ៉ង់បានធ្វើនោះយើងនឹងតាមប្រមាញ់អ្នកហើយយើងនឹងសម្លាប់អ្នកដោយមិនលើកលែងឡើយ